សួស្តីមិត្តភ័ក្តិទាំងអស់គ្នាតាមបណ្ដាញ YouTube ខ្ញុំបាទធីសូ JO ហើយដោយមានការបែកគ្នារយៈពេលយូរដែរបាទមិនបានធ្វើកម្មវិធីបង្ហាញពីបងប្អូនហើយក៏មានការสนับสนุนរបស់បងប្អូនជាច្រើនដែរដោយទូរស័ព្ទរបស់គាត់អត់មានអក្សរខ្មែរបាទថ្ងៃនេះដែរកុំឲ្យខាតពេលយូរខ្ញុំនឹងបង្ហាញមិត្តភ័ក្តិទាំងអស់គ្នាបាទតាមបណ្ដាញ Facebook និងបណ្ដាញ YouTube ឲ្យចេះរបៀបដំឡើងអក្សរខ្មែរនៅឆ្នាំ2016នេះបាទគឺឆ្នាំ2015ចុងឆ្នាំនេះគឺវាឡើងឆ្នាំ2016ហើយព្រោះវាអាប់ដេតបាទបន្ទាប់មកសូមមិត្តភ័ក្តិទាំងអស់គ្នាចុចចូល app បាទបន្ទាប់មកយកពាក្យថា setting ហើយមិត្តភ័ក្តិទាំងអស់គ្នារកពាក្យថា security បាទចុចទៅនេះរកពាក្យថា security បាទសូមចុចចូល security បន្ទាប់មកសូមមិត្តភ័ក្តិទាំងអស់គ្នាឃើញពាក្យថា Annosoft សូមហាច់គ្រីសវាមកហើយយកពាក្យថា OK អញ្ចឹងយើងបានបើកកម្មវិធី Annosoft ហើយអញ្ចឹងមិត្តភ័ក្តិទាំងអស់គ្នាសូមចូលទៅកាន់ browser internet បាទចុចនៅ internet នេះហើយមិត្តភ័ក្តិទាំងអស់គ្នាចុចនៅខាងលើនេះមកបាទវាយពាក្យថាខ្មែរបាទខ្មែរថៃបាទអូខេអញ្ចឹងមិត្តភ័ក្តិទាំងអស់គ្នាបានឃើញច្បាស់ហើយវាយតាមនឹងមកហើយចុចពាក្យថា go បាទមានន័យថា search បន្ទាប់មកវានឹងឃើញ load នៅលើតែម្ដងនៅខ្មែរថៃខ្មែរ app on Galaxy បាទ Note 2យើងចុចនៅលើនឹងមកបាទបន្ទាប់មកមិត្តភ័ក្តិទាំងអស់គ្នាសូមចុចឲ្យលឿនណាចុចឲ្យលឿនពេលដែលចូលមកហើយសូម scroll ចុះមកក្រោមឲ្យលឿនដើម្បីចុចពាក្យថា read more ពីព្រោះ website នេះចិត្តទៅវត្តហើយបាទចិត្ត error ហើយអូខេបន្ទាប់មកមិត្តភ័ក្តិទាំងអស់គ្នាសូម scroll មកខាងក្រោមឲ្យលឿនដែរបាទហើយយកពាក្យថា here បាទនេះកន្លែង here នេះយើងចុចមកនៅខាងក្រោមវាដាក់ថា starting download នៅខាងក្រោមហ្មងបាទបន្ទាប់មកយើងចុចវាចេញមកហើយចំពោះ iPhone មិត្តភ័ក្តិមិនទាំងអស់គ្នាមិនចាំបាច់ពិបាក down នៅក្នុង website ទេពីព្រោះឥឡូវវាបើកសិទ្ធនៅក្នុង Play Store ឲ្យយើងតែម្ដងបាទអញ្ចឹងប្រសិនបើមិត្តភ័ក្តិទាំងអស់គ្នាបាន download មកហើយវានឹងឃើញសញ្ញាព្រួញបាទសញ្ញាព្រួញនៅលើនេះមួយតែទូរស័ព្ទខ្ញុំអត់ចេញទេបាទបន្ទាប់មកសូមមិត្តភ័ក្តិទាំងអស់គ្នាបាទចុចចូលនៅកម្មវិធី app នេះមកបន្ទាប់មកយកពាក្យទៅរកពាក្យថាfile ដើម្បីដំឡើងនៅខ្មែរមិននោះអូខេបន្ទាប់មកយើងចុចនេះវានឹងឃើញ browser download បាទរកពាក្យថា download នឹងមិនមកអូខេបន្ទាប់មកឃើញអក្សរខ្មែរបាទចុចកន្លែងនឹងមកយើងចុចមកដើម្បីដំឡើងបាទយើងយកពាក្យថា install ឥឡូវនេះវាកំពុងធ្វើការដំឡើងបាទយើងចុច down មកបន្ទាប់មកហើយអញ្ចឹងហើយសូមមិត្តភ័ក្តិទាំងអស់គ្នាចូលទៅកាន់ Play Store បាទ Play Store បាទបន្ទាប់មកមិត្តភ័ក្តិទាំងអស់គ្នាអាច search នៅខាងលើនេះបានបាទវាពាក្យថា Multilink បាទអូខេបាទ Multilink ហ្នឹងបាទអូខេ Multilink មានអក្សរ M U T I L ING បាទបន្ទាប់មកមិត្តភ័ក្តិទាំងអស់គ្នាចុច search មកនេះគឺ Multilink keyboard បាទអូខេអញ្ចឹងគឺសូមមិត្តភ័ក្តិទាំងអស់គ្នាខាច់នៅលើវាមកបាទបន្ទាប់មកដើម្បីចុចដំឡើងបាទយកពាក្យថា install ហើយ I accept បន្ទាប់ធ្វើការដំឡើងMultilink ពេញហើយសូមមិត្តភ័ក្តិទាំងអស់គ្នាកុំតន់ទៅណាលុបអានឹងចោលហើយយើងវាពាក្យថា iPhone មានអក្សរ I អក្សរ F អក្សរ O អក្សរ N ហើយអក្សរ T បាទ iPhone អូខេបន្ទាប់មកយើងចុច search បាទចុច search បាទមិត្តភ័ក្តិទាំងអស់គ្នានឹងឃើញពាក្យថា iPhone បាទនេះ iPhone បាទអញ្ចឹងiPhone ហ្នឹងឥឡូវវាដាក់នៅក្នុង Play Store តែម្ដងយើងមិនចាំបាច់ទេបាទចុចពាក្យ install មក
បាទបន្ទាប់ពីបាន install ពេញលេញហើយសូមមិត្តភ័ក្តិទាំងអស់គ្នាចុចពាក្យថា open ដើម្បីបើកនៅ iPhone ហ្នឹងហើយយកពាក្យថា OK បន្ទាប់មកសូមមិត្តភ័ក្តិទាំងអស់គ្នាចុចចូលពាក្យថា my នេះបាទហើយបន្ទាប់ទៀតបាទអូខេចុចចូល my ហ្នឹងមកហើយយកពាក្យថា my install បាទវាកំពុងតែដើរអូខេពេលដែលមិត្តភ័ក្តិទាំងអស់គ្នាចុចពាក្យថា my install នឹងមកបាទនេះ my install បន្ទាប់មកវានឹងឃើញពាក្យខ្មែរនៅខាងក្រោមនេះអញ្ចឹងយើងថាច់ចូលនៅលើខ្មែរនឹងមកបន្ទាប់មកយើងយកពាក្យថា set ហើយបន្ទាប់មកអូខេបន្ទាប់មកដល់កន្លែងនេះសូមមិត្តភ័ក្តិទាំងអស់គ្នាចុចនៅចាក់ចេញបាទដោយសញ្ញាព្រួញចាក់ចេញនៅខាងក្រោមចំពោះ Samsung នៅខាងស្ដាំចំពោះ LG នៅខាងឆ្វេងបាទអញ្ចឹងខ្ញុំចុចខាងស្ដាំដើម្បីចាក់ចេញហើយចុច set ម្ដងទៀតហើយយកពាក្យថាអូខេហើយបន្ទាប់មកវានឹងចេញពាក្យឲ្យយើង install បាទយើងចុច install មកបាទអូខេបន្ទាប់មកវានឹងលោតនៅមកចំណុចនេះតែម្ដងកន្លែង font style នេះតែម្ដងបាទក៏ប៉ុន្តែខ្លាចតាបងប្អូននឹងពិបាករកខ្ញុំនឹងចូលនៅចំណុចមួយទៀតបាទបងប្អូនក៏អាចចូលនៅក្នុង setting របស់យើងបាទដើម្បីរកពាក្យកន្លែងមាញ់វិញបាទចូល setting មកបន្ទាប់មកមិត្តភ័ក្តិទាំងអស់គ្នាអាចរកពាក្យថា display បាទហើយយើងចុចពាក្យថាបាទ font style នេះមកអូខេបាទបន្ទាប់មកសូមមិត្តភ័ក្តិទាំងអស់គ្នាប្រសិនបើមានឃើញពាក្យថាខ្មែរអញ្ចឹងយើងថាច់មកខ្មែរមកបើមានខ្មែរ font យើងថាច់មកខ្មែរ font មកហើយយកពាក្យថា yes អូខេបាទបន្ទាប់មកហើយសូមមិត្តភ័ក្តិទាំងអស់គ្នាចាក់ចេញទាំងអស់វិញហើយចូលទៅកាន់បាទចូលទៅកាន់ setting ម្ដងទៀតបាទមិនជិលអត់បានធ្វើហើយបាទចូលទៅកាន់ setting ម្ដងទៀតហើយសូមមិត្តភ័ក្តិទាំងអស់គ្នារកពាក្យថាកន្លែងនេះ land and input នេះអូខេសូមថាច់នៅកន្លែងហ្នឹងមកបន្ទាប់មកសូមមិត្តភ័ក្តិទាំងអស់គ្នាគ្រីសយក modeling keyboard ឃើញ modeling keyboard ទេបាទហើយចុចអូខេមកបាទឬមួយមិត្តភ័ក្តិទាំងអស់គ្នាអាចចុចនៅនេះក៏បានដែរបាទហើយយកពាក្យថា modeling keyboard sorry បាទចុចនេះមកហើយយកពាក្យថា modeling keyboard អូខេបន្ទាប់មកយើងអាចចូលនៅខាង modeling keyboard ណា modeling keyboard យើងបាទនេះ modeling keyboard យើងចុចចូលទៅកាន់ modeling keyboard នឹងមកបន្ទាប់មកសូមមិត្តភ័ក្តិទាំងអស់គ្នាចុចនៅលេខ2មកយើងបានគ្រីស modeling keyboard ហើយអញ្ចឹងសូមចុចនៅលេខ4មកអញ្ចឹងសូមចុចលេខ4យើងស្គូលមកក្រោមមកអស់ទៅបាទហើយយើងនឹងឃើញភាសាខ្មែរបាទភាសាខ្មែរយើងថាច់ភាសាខ្មែរមកបាទហើយភាសាអីដែលយើងចង់ប្រើនឹងយើងថាច់វាមកអូខេអញ្ចឹងខ្ញុំសាកតេស្តហៀមកភាសាខ្មែរចេញនៅបាទចុចលេខនេះមកបាទភាសាខ្មែរអូខេអូខេចេញមកហើយអូខេអញ្ចឹងសូមអរគុណមិត្តភ័ក្តិទាំងអស់គ្នាដែលបានតាមដានវីដេអូនេះបាទរៀងយូរតិចហើយអរគុណសូមជម្រាបលាប្រសិនបើពេញចិត្តកុំភ្លេចចុច Subscribe Like and Share វីដេអូផងបាទសូមអរគុណពីខ្ញុំរិទ្ធីសូជីអូ